នៅតែខ្ញុំពីក្មេងជួយចិត្តស្លម្សៅបែបហ្នឹងបងនិយាយទៅស្លម្សៅតែខ្ញុំគឺស្លម្សៅបេះដាក់អញ្ចឹងហ្មងអត់ស្លដូចបងនៅខេត្តផ្សេងតែគាត់ស្លម្សៅក៏បុកម្សៅហើយយកម្សៅទៅដាក់លាយទឹកអញ្ចឹងទេខាងខ្ញុំអត់ទេបេះដុំអញ្ចឹងណាអញ្ចឹងអានឹងស្លជាមួយនឹងត្រីពោបងហើយម្សៅគឺតែខ្ញុំត្រឡប់ស្លបេះអញ្ចឹងបងចឹងមានតែបងណាខ្លះធ្លាប់ស្លបេះម្សៅអញ្ចឹងបងកុំភ្លេចខមមិនក្រោមវីដេអូនេះផងចឹងឥឡូវនេះម្សៅគឺយើងទុកវារងាស់ឲ្យវាឡើងឆ្អិនម្សៅសិនអញ្ចឹងណាបន្ទាប់មកបន្ថែមជាមួយគ្រឿងទេសដាក់ម្ទេសចូលបដែតអីចឹងទៅជាចុងក្រោយដាក់ជាមួយនឹងផ្ទីចូលបងស្លហ្នឹងណាបើបានផ្ទីអាចមន់អញ្ចឹងនិយាយថាឆ្ងាញ់ឆ្ងាញ់បងចឹងបងណាខ្លះចេះស្លហូបស្លបែបហ្នឹងចឹងឥឡូវនេះស្លម្សៅរបស់ខ្ញុំឆ្អិនហើយបងរៀបចំដួសដាក់ចានមកគឺជាការស្រេចទេបងនិយាយពីថាខ្ញុំមកចូលចិត្តមែនតើនិយាយទៅស្លឲ្យខ្ញុំដួសមួយចានអង្គុយហូបលេងអញ្ចឹងណាបងចឹងវីដេអូមួយហ្នឹងមានប៉ុណ្្នឹងឯងបងអរគុណច្រើនជម្រាបលា